cóប្រាក់ឈ្នួលអីពីគុណកំណាច់ដែលធ្លាប់ចិញ្ចឹមធ្លាប់បីបងក្នុងមួយពេលរស់នៅបានសិក្សាដែរអញ្ចឹងវត្តអារាមនេះវាជាប្រយោជន៍មិនត្រឹមតែជួយបណ្ដុះនៅពុទ្ធិចំណេះដឹងក្នុងការអប់រំតែប៉ុណ្្នឹងទេជួយទៅបង្កើតធនធានមនុស្សជូនដល់ប្រទេសជាតិយើងទៀតផងអញ្ចឹងហើយបានបរិស័ទក៏បីបំណងគ្នាយល់ច្រឡំថាការកសាងវត្តនេះជារឿងឥតប្រយោជន៍ជារឿងកាត់អំពើឡើយនេះគ្រាន់តែជារឿងប្រយោជន៍ដែលយើងឃើញនឹងភ្នែកមិនបាច់រាប់ថ្មីដល់បរិលោកដែលជាបុណ្យជាកុសលក្នុងការកសាងទីសេនាសនៈពុទ្ធាសនៈសង្ឃាសនៈអីជាដើមឡើយនេះវត្តអារាមពីដើមមកមិនមែនត្រឹមតែដើរតួគ្រាន់តែជាកន្លែងនុបម្រុងសាសនាទេថែមទាំងជួយជាគំនិតបញ្ញាក្នុងការដឹកនាំរដ្ឋក្នុងការជួយពង្រឹងនៅវិស័យអប់រំក្នុងប្រទេសទៅទៀតនោះប៉ុន្តែជាអកុសលទេដែលប្រទេសយើងកើតសង្គ្រាមរហូតឈានដល់ការលុបបំបាត់សាសនាក្រោយមកបន្ទឹមតែក៏កើតមានពុទ្ធសាសនាឡើងវិញបានកសាងវត្តអារាមឡើងវិញហើយក៏ចាប់ផ្ដើមខ្លួនទីពឹងខ្លួនសិនរហូតមកដល់បច្ចុប្បន្ននេះវត្តមួយចំនួនក្នុងប្រទេសយើងបានដើរតួយ៉ាងសំខាន់ទៅហើយក្នុងការជួយអប់រំផ្សព្វផ្សាយនៅទ្រឹស្ដីរបស់ពុទ្ធសាសនាដែលជាពុទ្ធដីកាយើងថាទ្រឹស្ដីអញ្ចឹងទៅចោលមិនតែជាពុទ្ធដីកាដែលព្រះអង្គបានបង្រៀនពីសច្ចភាពមនុស្សក៏បីប្រកាន់យកហើយកាលណាដែលយើងប្រកាន់យកទៅអានឹងសេចក្តីសុខប្រមែនកើតឡើងដល់ខ្លួនយើងផងដល់គ្រួសារផងដល់ប្រទេសជាតិយើងផងបរិស័ទទាំងឡាយក្មេងចាស់ប្រុសស្រីយុវសិស្សទាំងឡាយក៏បីគិតថាការអប់រំខ្លួនឲ្យដល់នៅកន្លងផ្ទាល់នេះជារឿងបានដោយក្រអញ្ចឹងហើយក៏បីកុំធ្វេសប្រហែសហើយសប្តាហ៍ថ្ងៃយើងកំពុងតែមានសេចក្តីប្រមាទច្រើនជាងការប្រុងប្រយ័ត្នប្រមាទនៅក្នុងរឿងរស់នៅសប្តាហ៍ថ្ងៃហ្នឹងយើងប្រមាទហើយសប្តាហ៍ថ្ងៃហ្នឹងនោះមិនមែនជាអ្នកដែលមានភាពភ្ជាប់ភ្ជួនអីប្រកបទៅទេអញ្ចឹងហើយជួបវាសនាប្រទេសជាតិជួបវាសនាគ្រួសារយើងខ្លួនយើងនៅលើខ្លួនយើងចេះមានស្មារតីចេះកោតក្រែងប្រុងប្រយ័ត្នជាងដែលយើងមិនដែលបណ្ដោយហើយរស់នៅក្នុងភាពឆ្លក់វង្វេងទាំងតែមិនដឹងថាខ្លួនឯងកំពុងតែរស់នៅក្នុងភាពឆ្លក់វង្វេងមើលសប្តាហ៍ថ្ងៃប្រហែលអ្នកទៅដែលដឹងថាខ្លួនឯងកំពុងតែរស់នៅក្នុងភាពឆ្លក់វង្វេងអត់ដឹងទេមិនថាប្រសពពេលខ្លះដល់ប្រសងក៏លោកកំពុងតែរស់នៅក្នុងភាពឆ្លក់វង្វេងដែលអត់បានដឹងបានពិចារណាពីអ្វីជារឿងគួរអ្វីដែលជារឿងមិនគួរក្នុងលោកនេះពិសេសជនជាតិខ្មែរយើងហ្នឹងសប្តាហ៍ថ្ងៃលោកស្រីទៅឆ្លក់វេនឹងគ្រឿងកាយសម្ផស្សទៅនឹងលេនឹងអីចឹងទៅដល់ទៅពេលផលចុងក្រោយនាំគ្នាឈឺព្រោះប្រសាធាតុគីមីនឹងវាច្រើនបរោះនាំគ្នាវិញជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំថ្ងៃនេះឆាយចម្រិនជាគ្រូផ្សំថ្នាំខ្មែរកាពះវៀននិងហឺដងបាតថ្ងៃនេះខ្ញុំសូមបកស្រាយពីជំងឺហឺដងបាតនិងកាពះវៀនព្រោះបងប្អូនកើតច្រើនណាស់ខ្ញុំចង់បងប្អូនជាហើយអ្នកកើតដំបងគឺមិនដឹងទេវាចេះតែចុកច្អល់ជាប្រចាំទាស់ចំណៃទៅកាហាយគូតលមាស់គូតអញ្ចឹងណាដល់ពេលអញ្ចឹងសូមបងប្អូនហូបនៅក្នុងគ្រឿងសង្វឹងអីចឹងជាដើមទៅយុវសាស្ត្រនាំគ្នាវិញជាមួយនឹងបព្វធម៌បរទេសខ្លះជាមួយនឹងហ្គេមជាមួយនឹងទូរស័ព្ទអីនឹងខ្លះទៅដល់តែអញ្ចឹងទៅវាសនាមនុស្សធនធានមនុស្សក្នុងប្រទេសហ្នឹងសង្ឃឹមអីទៅហើយក្មេងៗនាំគ្នាវិញជាមួយនឹងការហូបចុកគ្រឿងកំប៉ុងគ្រឿងផ្អែម30មិនតាន់ទេនាំគ្នាកើតទឹកនោមផ្អែមកើតលើសឈាមកើតលៀមឈាមនឹងយើងសប្តាហ៍ថ្ងៃគង់តែរស់នៅក្នុងភាពវែងហើយមិនបានដឹងថាខ្លួនជាអ្នកវែងពេលណាជឿស្កាត់ទៅបន្ទប់ធ្លាក់ទៅលើទីពេទ្យនាំគ្នាសប្តាហ៍ថ្ងៃចិត្តថាទេ
ខ្លាចឆ្លងអេខ្លាចឆ្លងអីប៉ុន្តែអាចជំងឺដែលមិនឆ្លងនោះมันច្រើនជាងអីទៅទៀតសប្តាហ៍ថ្ងៃហ្នឹងលោកកើតទឹកនោមផ្អែមប្រហែលអ្នកទៅសប្តាហ៍ថ្ងៃហ្នឹងលោកលើសឈាមហ្នឹងប្រហែលអ្នកទៅលោកលៀងឈាមលោកកើតរោគខ្លាំងរោគកាពះពោះវៀនហ្នឹងប្រហែលអ្នកទៅទាំងអស់នោះមកអីមកពីយើងរស់នៅក្នុងការវែងហើយមិនបានប្រុងប្រយ័ត្នឲ្យខ្លួនឯងមានមាត់ទៅចេះតែហាទៅហូបទៅពិសាទៅទទួលទានទៅមិនបានដឹងថារបស់នោះគួរឬមិនគួរក្នុងពេលណាមិនគួរក្នុងពេលណាជាដើមចឹងទៅតែអញ្ចឹងខ្លួនឯងវែងខ្លួនឯងខ្លាចខ្លួនឯងហើយចេះតែស្រ័យដាក់បន្ទុកទៅអ្នកនេះទៅអ្នកនោះចឹងទៅអស់អីទៅទាស់នៅកំណំគ្នាទៅទាស់ក្នុងសាសនាទៅដែរពុទ្ធសាសនាតាំងនៅក្នុងព្រះរាជាណាចក្រខ្មែរនេះយូរយារមកហើយអត់ទាន់ជាចំណែកណាមួយផ្លានជាតិទេសឹកតែជាចំណែកជួយជាតិវប្បធម៌ជនជាតិខ្មែរក្រោមខ្មែរលើអីគង់តែថាមានពុទ្ធសាសនានឹងតាំងនៅអីទៅបានរក្សាអត្តសញ្ញាណរបស់ខ្លួននោះព្រោះយើងនាំគ្នាមើលងាយថាពុទ្ធសាសនាឥតប្រយោជន៍កសាងវត្តឥតប្រយោជន៍នោះខុសហើយមកទៅពីយើងជាមនុស្សដែលមិនបានមើលឃើញប្រយោជន៍ពីសាសនាខ្លួនឯងទេtrongពុទ្ធសាសនាមិនមែនជួយទេឲ្យប្រសង់បានសិក្សារៀនសូត្រតែប៉ុណ្្នឹងទេជួយជាលំនឹងរបស់សង្គមទៀតគុំមួយដែលអត់មានសាសនាត្រឹមត្រូវទេគឺថាសង្គមនឹងបរិបូរដោយបរិបត្តិទីពីទៅពីប្រទេសផ្ដាស់អញ្ចឹងហើយពុទ្ធសាសនានឹងជាលំនឹងរបស់សង្គមដែរជាលំនឹងរបស់ជំនឿជាពលរដ្ឋក្នុងការធានាឲ្យបាននៅសាមគ្គីភាពឯករាជ្យភាពរបស់ពុទ្ធបរិស័ទជនជាតិនឹងអញ្ចឹងហើយយើងកុំចេះតែគិតថាពុទ្ធសាសនាជាសាសនាដែលនាំគ្នាធ្វើទៅវត្តអត់បានការនោះមិននៅមកតែពីយើងខ្លួនយើងទេរបស់លើលោកនឹងស្អីក៏អត់បានការដែរបើសិនជាយើងមើលឃើញថាជារបស់មិនត្រូវការនោះប៉ុន្តែបើសិនជាយើងឃើញទៅជារបស់គួរតែហើយទៅសំបីតែស្មៅជាងក្រាស់ក៏ជាប្រយោជន៍ដែរលោកមានរោគត្រូវការបរិភោគស្មៅជាងក្រាស់តែរកស្មៅជាងក្រាស់មកដើម្បីជាទីកែរោគពុទ្ធសាសនាកុំនិយាយថ្មីដល់វត្តអារាមនោះអញ្ចឹងហើយយើងក៏បីមានសេចក្តីពិចារណាមួយឲ្យត្រឹមត្រូវឲ្យភ្ញាក់រលឹកកុំដែលដោយឲ្យការយល់ឃើញរបស់យើងទៅញ៉ាំខ្លួនយើងឲ្យជ្រៅទៅក្នុងរឿងដែរយើងចេះតែគិតប្រទេសផ្ដាស់អត់មានហេតុផលច្បាស់លាស់នេះហើយយើងចេះតែបន្ទប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំឆៃចម្រើនសូមមកបកស្រាយពីជំងឺហឺដុងបាត់កាពះពោះវៀនជំងឺនឹងកើតដំបូងគឺមិនដឹងទេចេះតែឆ្អល់ពោះតាំងពោះហើយហូបអីគ្មានកម្លាំងគ្មានជាតិចេះតែចុកឆ្អឹងក្នុងចុកចកែអាសាងឹតមុខឈឺក្បាលស្វាំងភ្នែកហើយហូបអីគ្មានជាតិគ្មានកម្លាំងហើយថប់ដង្ហើមនឹងសម្រាប់មិនសូវលក់ចុករួយដៃជើងបើយុច្រើនចុករួយដៃជើងនឹងហើយហូយទៅកញ្ចឹងកក៏រួយដែរហើយថប់ដង្ហើមនឹងហូបអីគឺគ្មានជាតិគ្មានកម្លាំងដែរថ្ងៃនេះខ្ញុំមកបកស្រាយពីជំងឺនឹងកើតដំបូងវាមិនដឹងទេគាត់ផលរំខានឆ្អល់ពោះតាំងពោះបាត់ជើងតិចបាត់ជើងមកអស់តែអញ្ចឹងធ្វើជ្រាលឆ្អល់ដោឡើងលើទៅភើទៅចង្អោអញ្ចឹងនិយាយរួមមកទូខ្លួនគឺប្រែប្រួលរហូតដល់បាត់ជើងមិនអស់នឹងធ្វើឆ្អល់ពោះតាំងពោះនឹងរួយកស្វាំងភ្នែកនឹងថាប់ដង្ហើមនឹងសម្រាប់ដល់លក់ទេដល់ពេលអញ្ចឹងធ្វើឈាមរត់ស្រួលវារួយកស្វាំងភ្នែកជាតិអាហារជាតិអីហូបតាំងបានហ្នឹងទៅបែរជានៅស្ទះនឹងពវៀនធំហ្នឹងវាធ្វើបាបកាពះហ្នឹងឲ្យកាពះយើងឆ្អល់ជ្រាលជាតិខ្យល់ជាតិអាហារនៅយូរពេលធ្វើយើងភើសម្រានក៏មិនគ្រប់គ្រាន់ឆ្អល់ពោះតាំងពោះអាសេសអស់កម្លាំងរួយដៃរួយជើងអាងឹតមុខស្វាំងភ្នែកធ្វើយើងស្លុបមិនស្រស់ស្រាយអារម្មណ៍មិនភ្លឺថ្លាដូចគេទេស្បែកស្អាប់ស្បែកស្ងួតស្បែកយើងមិនល្អដូចគេទេស្បែកវាគឺថាវាមិនស្អាប់វាអាប់សវល់ហើយអញ្ចឹងធ្វើយើងរួយសក់ស្វាំងភ្នែកឈឺក្បាលជាប្រចាំទៅស្លុបទៅពិបាកក្នុងខ្លួនជាប្រចាំអ្នកខ្លះអាសាកុសខ្យល់កុសអីអញ្ចឹងហើយកើតជំងឺនឹងអង្គុយយូរក៏ពិបាកអ្នកធ្វើដំណើរទៅណាឆ្ងាយចិត្តអីក៏ពិបាកដែរហើយសំខាន់ណាស់សុខភាពបងប្អូនបើសុខភាពល្អទៅយើងទៅណាមានអារម្មណ៍ស្រស់ស្រាយចង់ដើរលេងភោជនីយដ្ឋានណាធំមានផ្កាមានសួនមានអីនឹងស្រឡះមុខមាត់សบายចិត្តមានអារម្មណ៍ថាស្រស់ស្រាយចង់ថតចង់អីទៅមើលទៅវា
វាព្រមវាព្រមតាំងពីសុខភាពតាំងពីកន្លែងដើរលេងនេះវាស្រស់ស្រាយបងនិយាយរួមតែសុខភាពល្អគឺពិតជាកំណប់មួយសំខាន់សម្រាប់មនុស្សជាតិគ្រប់គ្នាបើយើងមានសុខភាពមិនល្អហើយទៅណាក៏មិនអារម្មណ៍ស្រស់ស្រាយដែរវាពិបាកក្នុងខ្លួនធ្វើយើងថប់ដង្ហើមថប់អីសម្រាប់អត់គ្រប់គ្រាន់រួយដៃរួយជើងអស់កម្លាំងហើយបងប្អូនកើតជំងឺនឹងត្រូវការប្រយ័ត្នហូបប្រយ័ត្នបើហូបមិនប្រយ័ត្នក៏ហូបថ្នាំខ្ញុំអត់ត្រូវដែរអត់ជាទេហើយតមផងមិនលឿនមានកដាស់តមមានរបៀបប្រើហើយព្រីសេវាដឹកជូនគ្រប់ខេត្តក្រុងទាំងអស់ថ្នាំកាពះនេះគឺដាំទឹកហូបជាប្រចាំហើយរដូងបាត់វាមានពីរប្រភេទណាបើសិនណាអ្នកដែលកាពះមិនសូវចង្អោព្រលឹមឡើងមិនសូវក្អួតចង្អោបាត់ជើងអត់មានអំអិលអីទេគឺហូបតាមរដូងបាត់ដែរប៉ុន្តែជាស្រាមួយថ្ងៃពីរពេលញ៉ាំកោក្រោយបាយមួយព្រឹកមួយល្ងាចចំណែកថ្នាំកាពះដាំទឹកហូបជាប្រចាំហូបទឹកឲ្យបាន2លីត្រកន្លះទៅ3លីត្រទៅអត់មានល្វីងចត់ទេឈ្ងុយថ្នាំហ្នឹងឆ្ងាញ់ណាស់មានអនាម័យល្អណាស់ហើយស្រួយកាច់ឡើងស្រួយឈ្ងុយអត់មានជាតិចត់ជាតិល្វីងអត់មានក្រហមថ្មិញអត់មានធ្វើឲ្យយើងពិបាកលេបអីទេអត់មានល្វីងជូរចត់អីទេអត់មានទេគឺឈ្ងុយអត់មានធំបដោះធំផ្សិតអីទេហើយហូបថ្នាំខ្ញុំគឺត្រូវការមានសួរនាំអីរហូតចឹងខ្ញុំទទួលរហូតហូប3ថ្ងៃសួរហូប5ថ្ងៃសួរមកខ្ញុំទទួលតជាលេខ3ប្រព័ន្ធគឺទទួលរហូតហើយបងប្អូនមានជំងឺនឹងកុំទុកយូរទៅទុកយូរវាផលរំខានគឺយើងទៅណាធ្វើដំណើរទៅណាស្បែកវាមិនស្រស់ថ្លាទេលាបឡេអីក៏ត្រូវដែរសំខាន់បងប្អូនហូបថ្នាំខ្ញុំគឺតមដែរกระดาษតមមានរបៀបប្រើមានថ្នាំកាពះនេះគឺជួយឲ្យដើរខ្យល់ត្រជាក់ពោះត្រជាក់ពោះវៀនធំតើតែស្រឡះផ្លូវលមុខប្រៀបដូចជាឆ្នុកមួយចឹងរដូវបានប្រៀបដូចចុកឆ្នុកមួយនៅផ្លូវលមុខអញ្ចឹងតើតែយើងរួញឬដងផ្លូវលមុខស្រឡះហើយយើងហូបថ្នាំកាពះវាជាព្រមវាអត់មានពិបាកតទៅទៀតធ្វើដើរខ្យល់ឈាមរត់ស្រួលសម្រាប់បានហូបបានត្រជាក់ខ្លួនទៅស្បែកមុខយើងក៏ស្រស់ថ្លាឈាមយើងក៏រត់ស្រួលបាត់ឆ្អល់បាត់ជ្រាលអ្នកខ្លះនេះរួយក៏ស្វាងភ្នែកចុកឆ្អឹងខ្នងក៏ដោយសារមានបញ្ហារដូងបាតដែរដល់ពេលអញ្ចឹងកើតរបងវាមិនដឹងទេគ្រាន់ថប់ដង្ហើមតឹងពោះឆ្អល់ពោះជ្រាលឡើងលើដោឡើងលើដាក់អីទៅឆាប់តឹងពោះឆាប់ឆ្អែតអញ្ចឹងធ្វើយើងស្វាងភ្នែករួយកនឹងអ្នកខ្លះឆាប់រួយសក់រួយអីវាខុសវ័យខុសអាយុហើយបើសិនយើងយើងចង់ដើរលេងណាយើងអត់មានបារម្ភពីរឿងពិបាកបាត់ជើងអត់មានបារម្ភថាឈឺពោះឆ្អល់ពោះតឹងពោះអីទេថ្នាំហ្នឹងគឺអនាម័យឈ្ងុយណាស់ដាំហូបទៅដឹងលឿនទី1គឺឲ្យតមអត់ឲ្យទិញបើតមបានអត់ឲ្យទិញទេកុំឲ្យខាតលុយខាតពេលវេលាហើយជាកិច្ចបញ្ចប់នេះសូមជូនពរបងប្អូនទាំងអស់គ្នាទាំងអស់នៅគ្រប់ខេត្តក្រុងទាំងអស់ដែលមើលคลิปវីដេអូខ្ញុំទាំងបានសូមឲ្យជួបតំណែងល្អសំណាងល្អធ្វើតាណាទៅណាមានសុខសុវត្ថិភាពតាមផ្លូវទាំងពេលទៅទាំងពេល